អ្នកមានពិតប្រកបមិនមែនរកបានហៅថាអ្នកមានទេក៏ទាល់តែចេះសន្សំទុកដាក់ដែរយើងរកបានមួយថ្ងៃមួយលានក៏ដោយបើយើងចាយទៅវិញមួយថ្ងៃមួយលានក៏យើងមិនអាចកើតជាអ្នកមានបានដែរអាយភាពហឺហារបស់យើងក្នុងកំឡុងតែពេលយើងមានកម្លាំងរកបាននេះវានឹងមិនអស់ចាដោយពេលដែលយើងត្រូវការថវិកាចាំបាច់ហើយយើងមានថវិកាចាំបាច់ប្រើប្រាស់ទេយើងសប្ងៃរបស់របរមិនថោកទៅទេសូម្បីតែកាហ្វេស្រុកខ្មែរតាំងពីមួយកែវ150រៀលឥឡូវដល់មួយកែវ12000 2000រៀលដែរអធិបតេយ្យនៃការកើនឡើងរបស់មនុស្សជាតិក្នុងប្រទេសមួយអត់មានចុះទេមានតែឡើងអញ្ចឹងជាចាំបាច់គឺយើងត្រូវចេះសន្សំសំចៃហើយរៀបចំហិរញ្ញវត្ថុជីវិតនេះឲ្យច្បាស់លាស់បើមិនអញ្ចឹងទេកាលដែលមិនទាន់មានគ្រួសារក៏ទៅខ្ចីលុយគេដើម្បីមករៀបចំគ្រួសារពេលបង្កើតគ្រួសារបានហើយចាំបាច់ឲ្យកូនរៀនឬក៏តម្រូវការចាំបាច់ណាមួយក៏ទៅខ្ចីគេដើម្បីមកដែលហើយទៅគ្រាន់តែកូនឈឺចូលពេទ្យក៏ត្រូវតែខ្ចីគេដើម្បីយកមកឲ្យកូនឈឺចូលពេទ្យដែរតែវាគប្បីទេដែលយើងខំរៀនមកអស់ជាង10ឆ្នាំម្នាក់ហើយអត់អាចគ្រប់គ្រងអាស្ថានភាពខ្លួនឯងគ្រាន់តែខ្លួនឯងមួយពិបាកប៉ុណ្ណឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំនេះឆាយចម្រើនជាគ្រូផ្សំថ្នាំខ្មែរកាពះវៀនរដូងបាតថ្ងៃនេះខ្ញុំសូមបកស្រាយពីជំងឺរដូងបាតព្រោះជំងឺនឹងកើតដំបូងវាធ្វើទុកវាអត់ដឹងទេវាគ្រាន់តែចុកពោះឆ្អល់ពោះបាក់បាត់ជើងហើយថ្ងៃណាទាស់ចំណៃវាកាហាយគូតវាលមាស់គូតហើយមានថ្ងៃណាលមុខវាហឹងក្តៀនតែអញ្ចឹងវាទៅជាកកិតមកវាទៅជាឈាមមានឈាមម្ដងម្កាលមាស់ហ្នឹងមានឈាមម្ដងម្កាលធ្វើឲ្យយើងតាំង